កាលពីថ្ងៃមុនគឺនៅថ្ងៃទី28 ខែវិច្ឆិកាគាត់បានមើលអ្នកភូមិនៅលើអេក្រង់របស់គាត់ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការលបួងរបស់ព្រះអាក្រក់ពួកគេបានសាងសង់របងឡើងវិញជួសជុលចន្លោះប្រហោងដែលមានហើយថែមទាំងបានដំឡើងប៉មយាមមួយទៀតផងយូស៊ីអូបានកត់សម្គាល់ឃើញថាមូលីសដែលកំពុងឈរនៅលើប៉មយាមបានប្រទះឃើញសត្វចម្លែកមួយនៅក្បែរនោះរួចក៏បាញ់ទម្លាក់វាដោយធ្នូរបស់គាត់ជំនាញបាញ់ធ្នូរបស់មូលីសគឺគួរឲ្យចាប់អារម្មណ៍ណាស់ហើយរ៉ូដូសក៏បានអរគុណចំពោះជំនួយរបស់នាងផងដែរយូស៊ីអូឆ្ងល់ថាតើមូលីសនៅតែមានគម្រោងស្នាក់នៅក្នុងភូមិនេះក្នុងអំឡុងពេលនៃការលបួងរបស់ព្រះអាក្រក់ឬក៏គាត់អាចនឹងរត់គេចខ្លួននៅពេលដែលថ្ងៃនោះមកដល់នេះជាលើកដំបូងហើយដែលគាត់បានជួបព្រឹត្តិការណ៍នេះដូច្នេះវាមានអារម្មណ៍ភ័យព្រួយបន្តិចសម្រាប់គាត់ពេញចិត្តនឹងរបៀបដែលអ្នកភូមិកំពុងសាកល្បងនិងពង្រឹងការការពាររបស់ពួកគេដោយប្រុងប្រយ័ត្នប៉ុន្តែគាត់ក៏មានអារម្មណ៍ថាគាត់កំពុងតែមានសម្ពាធផងដែរប្រសិនបើគាត់បរាជ័យទោះដោយការចៃដន្យក៏ដោយគាត់អាចនឹងបាត់បង់ឆន្ទៈរស់នៅរបស់គាត់ហើយអាចនឹងត្រឡប់ទៅរកភាពដើមវិញជាមនុស្សអត់បានការដោយបដិញ្ញាចិត្តថានឹងមិនឲ្យរឿងនោះកើតឡើងយូស៊ីអូដឹងថាគាត់មិនអាចបាត់បង់ជីវិតដែលគាត់ខិតខំកែប្រែនេះបានឡើយដោយមាន540ពិន្ទុគាត់មានទំនុកចិត្តថារួមជាមួយនឹងប្រាក់ឈ្នួលប្រចាំថ្ងៃពីការងារក្រៅម៉ោងរបស់គាត់ទៀតនោះគាត់នឹងអាចកោះហៅហ្គោលឹមបានឆាប់នេះដោយធ្លាប់លេងហ្គេមជាច្រើនពីមុនមកហើយយូស៊ីអូមានការជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមទាំងអស់ដែលនឹងអាចកើតមានឡើងមិនថាបញ្ហានោះពិបាកប៉ុណ្ណានោះទេទន្ទឹមនឹងនេះដែរហ្គាមកំពុងត្រួតពិនិត្យអាវុធទាំងអស់នៅពេលដែលខារ៉ូបានដើរមករកគាត់ហើយសួរថាតើពួកគេនឹងមិនអីទេឬនៅថ្ងៃនៃការលបួងរបស់ព្រះអាក្រក់គាត់បានធានានាងដោយនិយាយថាពួកគេបានពង្រឹងការការពារហើយដូច្នេះទោះបីជាសត្វចម្លែកលេចឡើងក៏ដោយក៏ពួកគេនឹងមិនអីដែរដោយមានអារម្មណ៍ធូរស្រាលខារ៉ូក៏អោបគាត់ប៉ុន្តែភ្លាមនោះឆេមបានលេចមុខមកហើយរំលឹកខារ៉ូដោយកំហឹងថាហ្គាមគឺជាបងប្រុសរបស់នាងខារ៉ូសើចដោយនិយាយលេងថាបងស្រីចុងរបស់នាងគឺគួរឲ្យខ្លាចមែនទែនដោយមិនអើពើនឹងរឿងកំ pl ែងនេះឆេមបែរជាមានទឹកមុខស្រពោនហើយសួរហ្គាមថាតើពួកគេពិតជាអាចគេចផុតពីការគំរាមកំហែងនាពេលខាងមុខនេះជាមួយនឹងការត្រៀមខ្លួនរបស់ពួកគេបានដែរឬទេបរិយាកាសចាប់ផ្ដើមកាន់តែតានតឹងនៅពេលដែលរ៉ូដូសបានលើកឡើងពីអ្វីដែលទើបតែកើតឡើងចំពោះភូមិដែលពួកគេរស់នៅកាលពីមុនដែលវាបានធ្វើឲ្យមនុស្សគ្រប់គ្នាសោកសៅមែនទែនដើម្បីបំបែកភាពសោកសៅនោះមូលីសបាននិយាយដោយរំលឹកពួកគេអំពីព្រៃហាមឃាត់និងរបៀបដែលវាជាជំរករបស់សត្វចម្លែកដ៏កាចសាហាវជាច្រើនគាត់ក៏បានទទួលស្គាល់ថាជាធម្មតាគាត់នឹងនៅឲ្យឆ្ងាយពីព្រៃនេះក្នុងអំឡុងពេលនៃការលបួងរបស់ព្រះអាក្រក់ពីព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់គាត់បានសុំទោសពួកគេដែលមិនបាននិយាយរឿងនេះប្រាប់ពួកគេពីមុនមកឆេមញញឹមហើយធានាគាត់ថាវាមិនអីទេពីព្រោះមូលីសបានផ្ដល់ជំនួយនិងកម្លាំងជាច្រើនដល់ពួកគេរួចហើយគាត់បានជួយនិងផ្ដល់ផលប្រយោជន៍ច្រើនណាស់សម្រាប់ពួកគេយូស៊ីអូដែលកំពុងមើលការសន្ទនានេះក៏យល់ស្របនឹងគំនិតនេះដែរគាត់គិតថាមូលីសពិតជាគ្រូពេទ្យដែលអាចទុកចិត្តបានហើយទោះបីជាគាត់មិនសូវដឹងច្រើនអំពីនាងក៏ដោយក៏គាត់ប្រាកដថានាងជាមនុស្សល្អម្នាក់បន្ទាប់មកហ្គាមបានចង្អុលបង្ហាញថាទោះបីជាពួកគេចង់ចាក់ចេញពីភូមិនេះក៏ដោយក៏រទេះរបស់ពួកគេស្ទើរតែបាក់បាត់ទៅហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានជំនាញជួសជុលវាបានទេដែលធ្វើឲ្យពួកគេមិនអាចចាក់ចេញពីទីនេះឡើយមូលីសបានបន្ថែមថាបើហ្គាមឬនាងចង់គេចចេញពីទីនេះតែម្នាក់ឯងឬគេចជាមួយគ្នាវានឹងអាចធ្វើទៅរួចប៉ុន្តែបើពួកគេចង់គេចចេញទាំងអស់គ្នានោះគឺវាមិនអាចទៅរួចទេឬបែបនេះហ្គាមមានអារម្មណ៍សោកសៅបន្តិចប៉ុន្តែបានតាំងចិត្តឡើងវិញយ៉ាងឆាប់រហ័សគាត់បានស្រែកថាពួកគេនឹងត្រូវតែប្រយុទ្ធដើម្បីការពារផ្ទះរបស់ពួកគេនេះជាឱកាសតែមួយគត់របស់ពួកគេដើម្បីរស់រានមានជីវិតហើយគាត់បានសន្យាថានឹងហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យប្រាកដថាពួកគេទាំងអស់គ្នាអាចឆ្លងកាត់វាបានជាមួយគ្នាឬការតាំងចិត្តរបស់ហ្គាមអ្នកទាំងអស់គ្នាញញឹមដោយមានអារម្មណ៍ធូរស្រាលបន្តិចយូស៊ីអូក៏មានអារម្មណ៍មោទនភាពចំពោះគាត់ដែរបន្ទាប់មកហ្គាមបានថ្លែងអំណរគុណដល់មូលីសចំពោះអ្វីៗគ្រប់យ៉ាងហើយបាននិយាយថាគាត់មិនចង់ឲ្យមូលីសមកពិបាកជាមួយពួកគេទេពួកគេទាំងអស់គ្នាបានឱនក្បាលគោរពមូលីសយូស៊ីអូបានកត់សម្គាល់ឃើញថាមនុស្សគ្រប់គ្នាហាក់ដូចជាដឹងថាមូលីសនឹងចាក់ចេញពីភូមិនេះមូលីសបានប្រាប់ពួកគេឲ្យងើបក្បាលឡើងនាងពន្យល់ថានាងពិតជាចង់ជួយណាស់ប៉ុន្តែនាងក៏មានគ្រួសារដែលកំពុងរងចាំគាត់ផងដែរនាងគ្រោងនឹងចាក់ចេញនៅយប់នេះនាងបាននិយាយថានាងនឹងរៀបចំឱសថមួយចំនួនសម្រាប់ពួកគេដើម្បីប្រើប្រាស់នៅពេលណាដែលពួកគេត្រូវការខារ៉ូបានសួរថាតើនាងពិតជានឹងចាក់ចេញពីពួកគេមែនទេហើយនាងក៏បានសុំទោសទៅកាន់ខារ៉ូបន្ទាប់មកខារ៉ូបានសុំឲ្យមូលីសត្រឡប់មកវិញហើយនឹងមកលេងជាមួយនាងម្ដងទៀតយូស៊ីអូបានគិតថាតើមូលីសជាមនុស្សប្រភេទណានាងមើលទៅមិនមែនជាមនុស្សអាក្រក់ទេទោះបីជានាងកំពុងតាមដានអ្នកភូមិក៏ដោយព្រោះនាងគ្មានចេតនាធ្វើបាបពួកគេទេ
Yoshio ញញឹមពេលគិតអំពីរឿងនេះហើយបន្ទាប់មកក៏ដឹងថាគាត់ជិតដល់ម៉ោងទៅធ្វើការហើយគាត់បានពាក់អាវយ៉ាងលឿនហើយក៏ចាក់ចេញទៅបន្ទាប់មក Yoshio បានទៅធ្វើការដែលគាត់បានប្រើម៉ាស៊ីនបូមធូលីដ៏ធំមួយដើម្បីបឺតយកសារធាតុរាវកខ្វក់ចេញទន្ទឹមនឹងនេះថៅកែរបស់គាត់កំពុងប្រើម៉ាស៊ីនប៉ូលាដើម្បីប៉ូលាកម្រាលឥដ្ឋមីសាគីកំពុងកោសយកសារធាតុរាវដែលហៀចេញហើយយ៉ាម៉ាម៉ូតូកំពុងជូតកម្រាលឥដ្ឋបន្ទាប់ពីបញ្ចប់ការងាររបស់ពួកគេបានសម្រាកហើយ Yoshio បាននិយាយគ្នាជាមួយយ៉ាម៉ាម៉ូតូ Yoshio បានព្យាយាមឆ្លើយតបដោយគួរសមទៅគាត់ប៉ុន្តែយ៉ាម៉ាម៉ូតូយល់ពីទឹកមុខរបស់ Yoshio ហើយនិយាយថាពួកគេមកពីជំនាន់តែមួយដូច្នេះ Yoshio អាចនិយាយធម្មតាជាមួយគាត់បានពួកគេបានជជែកគ្នាបន្តិចហើយ Yoshio បានដឹងថាយ៉ាម៉ាម៉ូតូជាមនុស្សចូលចិត្តលេងហ្គេមខ្លាំងណាស់គាត់បានទិញហ្គេមទាំងអស់ដែលគាត់អាចរកបានហើយគាត់ជាអ្នកលេងហ្គេមដែលមានការប្រកួតប្រជែងមែនទែនហើយថែមទាំងទៅលេងហ្គេមនៅហាងកាហ្វេជារៀងរាល់សប្តាហ៍ទៀតផងយ៉ាម៉ាម៉ូតូបានសួរ Yoshio ថាតើគាត់លេងហ្គេមនៅលើ smartphone របស់គាត់មែនទេប៉ុន្តែ Yoshio បានឆ្លើយថាគាត់មិនមាន smartphone ទេព្រោះក្នុងនាមជាមនុស្សនៅតែផ្ទះគាត់ប្រើតែកុំព្យូទ័រដើម្បីលេងហ្គេមប៉ុណ្ណោះយ៉ាម៉ាម៉ូតូបានយល់ស្របដោយនិយាយថាមនុស្សម្នាក់ពិតជាមិនត្រូវការទូរស័ព្ទចល័តទេនៅពេលដែលពួកគេមានកុំព្យូទ័រហើយអាចចូលប្រើវាបានគ្រប់ពេលដែលគេត្រូវការបន្ទាប់ពីការសន្ទនារបស់ពួកគេ Yoshio បានសួរយ៉ាម៉ាម៉ូតូថាតើមានហ្គេមណាដែលគួរឲ្យចាប់អារម្មណ៍ទេនាពេលថ្មីនេះយ៉ាម៉ាម៉ូតូបានលើកឡើងថាមានហ្គេមមួយដែលគាត់ញៀនខ្លាំងណាស់ដោយអួតថាហ្គេមនោះមាន graphics ស្អាតមែនទែនដោយឆ្ងល់ Yoshio បានសួររកឈ្មោះហ្គេមនោះប៉ុន្តែយ៉ាម៉ាម៉ូតូនិយាយថាគាត់មិនចាំឈ្មោះហ្គេមនោះទេដោយនិយាយថាហ្គេមនោះចាប់ផ្ដើមដោយពាក្យបំភ្លេចបំផ្លាញភ្លាមនោះថៅកែរបស់ពួកគេបានលេចមុខមកហើយនិយាយថាដល់ពេលដែលពួកគេត្រូវទៅហើយ Yoshio មានអារម្មណ៍ខកចិត្តដែលគាត់មិនអាចដឹងឈ្មោះហ្គេមនោះបានប៉ុន្តែគាត់ដឹងថាគាត់មិនមានពេលគ្រប់គ្រាន់ដើម្បីលេងអ្វីក្រៅពីហ្គេមភូមិនៃវាសនារបស់គាត់ទេនៅពេលដែលពួកគេកំពុងចាក់ចេញទៅថៅកែរបស់គាត់បានសួរថាតើគាត់ទំនេរទេនៅចុងខែវិច្ឆិកានេះព្រោះគាត់ទទួលបានសំណើជាច្រើនសម្រាប់ការសម្អាតនៅចុងខែនេះ Yoshio បានបញ្ជាក់ថាគាត់ទំនេរហើយបន្ទាប់មកពួកគេក៏បានចាក់ចេញទៅផ្ទះវិញពេលដែលគាត់ដល់ក្នុងបន្ទប់របស់គាត់វិញគាត់បានឃើញអេក្រង់កុំព្យូទ័ររបស់គាត់បង្ហាញពីការចាក់ចេញរបស់មូលីនៅលើតុមានល្បាយឱសថផ្សេងគ្នាជាច្រើនរួមទាំងកំណត់ចំណាំដែលរៀបរាប់លម្អិតអំពីប្រសិទ្ធភាពនិងកម្រិតថ្នាំរបស់វាឃើញដូច្នេះគាត់ញញឹមដោយដឹងថាមូលីមិនមែនជាមនុស្សអាក្រក់ទេគាត់សង្ឃឹមថាមូលីនឹងត្រឡប់មកវិញបន្ទាប់ពីអ្នកភូមិឆ្លងផុតពីការលបួងរបស់ព្រះអាក្រក់នៅថ្ងៃទី29ខែវិច្ឆិកាហ្គាមបានឈរនៅលើប៉មសង្កេតមើលបរិស្ថានជុំវិញខ្លួនខណៈពេលដែលអ្នកភូមិកំពុងអធិដ្ឋាននិងធ្វើការនៅក្នុងរូងភ្នំរបស់ពួកគេទាំងអស់គ្នាមើលទៅហាក់ដូចជាតានតឹងដូច្នេះ Yoshio បានសម្រេចចិត្តសរសេរអ្វីមួយដើម្បីបន្ធូរកង្វល់របស់ពួកគេលោកបានសរសេរទំនាយមួយដោយសង្ខេបថាលោកយល់ពីការថប់បារម្ភរបស់ពួកគេអំពីថ្ងៃខាងមុខគាត់បានសន្យាថានឹងជួយពួកគេប្រសិនបើពួកគេប្រឈមមុខនឹងគ្រោះថ្នាក់ណាមួយគាត់ដឹងថារឿងនេះនឹងលើកទឹកចិត្តពួកគេឲ្យពឹងផ្អែកលើខ្លួនឯងប៉ុន្តែគាត់ក៏បានបន្ថែមកំណត់ចំណាំមួយទៀតដែលថាបើពួកគេកំពុងជួបគ្រោះថ្នាក់ខ្លាំងនោះគាត់នឹងមកជួយពួកគេតាមរយៈការប្រើប្រាស់កូឡឹមនៅពេលដែលអ្នកភូមិបានអានទំនាយនោះពួកគេមានភាពរីករាយជាខ្លាំងដោយមានអារម្មណ៍ធូរស្រាលជាងមុនដោយដឹងថាព្រះនៃវាសនាកំពុងមើលថែពួកគេហើយក៏បានជួយពួកគេឲ្យស្ងប់ចិត្តនិងផ្ដោតអារម្មណ៍ឡើងវិញផងដែរឃើញពួកគេសប្បាយចិត្ត Yoshio ក៏សប្បាយចិត្តដូចគ្នាប៉ុន្តែគាត់ក៏នៅតែចង់សាកប្រើ Golem នោះដែរទោះជាយ៉ាងណាក៏ដោយគាត់មិនប្រាកដថាតើគាត់ត្រូវគ្រប់គ្រង Golem នោះដោយរបៀបណាឬមានលក្ខខណ្ឌអ្វីខ្លះដែលត្រូវបំពេញដើម្បីអាចប្រើប្រាស់វាបាននោះទេ Yoshio គិតថាគាត់គ្មានអ្វីផ្សេងទៀតដែលត្រូវធ្វើទេពេលនេះហើយមិនមានអារម្មណ៍ងងុយគេងទេដូច្នេះគាត់បានទៅផ្ទះបាយដើម្បីធ្វើអាហារថ្ងៃត្រង់ដោយខ្លួនឯងគាត់បានអាំងសាច់មួយចំនួនហើយរៀបចំផ្លែឈើសម្រាប់បង្អែមរួចក៏ចាប់ផ្ដើមញ៉ាំភ្លាមនោះទូរស័ព្ទរបស់គាត់ក៏បានរឡើងថៅកែរបស់គាត់បានទេមកគាត់ដំបូងឡើយ Yoshio បារម្ភថាគាត់បានធ្វើអ្វីខុសមែនទេប៉ុន្តែថៅកែរបស់គាត់បានធានាគាត់ថាមិនមានអ្វីខុសទេហើយគាត់ធ្វើការងារបានល្អណាស់ប៉ុន្តែពេលនេះពួកគេកំពុងត្រូវការអ្នកជួយការងារបន្ថែមហើយគាត់ត្រូវការ Yoshio ដើម្បីជួយធ្វើការងារនោះដោយសារគាត់មិនមានគម្រោងអ្វីផ្សេងទៀតទេក្រៅពីមើលថែអ្នកភូមិនោះគាត់ក៏បានសួរថាតើពេលណាការងារនោះនឹងបញ្ចប់ថៅកែរបស់គាត់បានឆ្លើយតបថាវានឹងចប់យ៉ាងយូរបំផុតនៅម៉ោង 9 យប់ដូច្នេះ Yoshio គិតថាវានឹងមិនមានបញ្ហាអ្វីទេហើយបានយល់ព្រមជួយថៅកែគាត់ឮដូច្នេះថៅកែរបស់គាត់បានសរសើរគាត់ហើយនិយាយថាយ៉ាម៉ាម៉ូតូបានឈប់សម្រាកមួយថ្ងៃភ្លាមដែលធ្វើឲ្យ Yoshio បានក្លាយជាអ្នកជួយសង្គ្រោះជីវិតក្រុមរបស់ពួកគេបន្ទាប់ពីដាក់ទូរស័ព្ទចុះ Yoshio ឆ្ងល់ថាហេតុអ្វីបានជាយ៉ាម៉ាម៉ូតូឈប់សម្រាកភ្លាមបែបនេះព្រោះគាត់ហាក់ដូចជាមិនមានរឿងអ្វីទេ
ទោះជាយ៉ាងណាក៏ដោយគាត់បានដឹងថាពេលខ្លះគាត់ក៏ចង់ឈប់សម្រាកមួយថ្ងៃដើម្បីបានលេងហ្គេមដែរដូច្នេះគាត់មិនគួរវិនិច្ឆ័យយ៉ាម៉ាម៉ូតូចំពោះការសម្រាកនេះទេដោយមានអារម្មណ៍រីករាយចំពោះរឿងនេះគាត់ក៏បានបង្ហាញអាហាររបស់គាត់បន្ទាប់ពីនោះគាត់បានទៅធ្វើការហើយនៅពេលដែលពួកគេបានធ្វើការងាររបស់ពួកគេរួចរាល់គាត់បានឃើញថាថៅកែរបស់ពួកគេកំពុងសន្ទនាជាមួយអតិថិជនអំពីការមិនផ្លាស់ប្ដូរកិច្ចសន្យាទេនៅពេលដែលកិច្ចសន្យានោះត្រូវបានធ្វើឡើងរួចហើយពេលខ្លះមនុស្សមួយចំនួនបានព្យាយាមចរចាបន្ថែមម៉ោងសម្រាប់សេវាកម្មសម្អាតរបស់ពួកគេពេលយូស៊ីអូឈរនៅទីនោះគាត់បានកត់សម្គាល់ឃើញថាម៉ោងគឺ 9:15 នាទីយប់ហើយថៅកែរបស់គាត់បានប្រាប់គាត់ថាគាត់អាចត្រឡប់ទៅផ្ទះវិញមុនបានព្រោះគាត់មានកិច្ចការមួយចំនួនដែលត្រូវបញ្ចប់សិនប៉ុន្តែយូស៊ីអូក៏បានសម្រេចចិត្តរង់ចាំរហូតដល់ការងារនោះត្រូវបានបញ្ចប់គាត់គិតថាវានឹងចំណាយពេលយ៉ាងយូរ1ម៉ោងទេប្រសិនបើពួកគេទាំង3ធ្វើការជាមួយគ្នាដូច្នេះគាត់យល់ព្រមនឹងធ្វើរឿងនេះបន្ទាប់ពីពួកគេបានបញ្ចប់ការងារហើយកំពុងធ្វើដំណើរត្រឡប់មកវិញមន្ត្រីប៉ូលីសម្នាក់បានបង្ហាញខ្លួនហើយជូនដំណឹងដល់ពួកគេថាមានគ្រោះថ្នាក់មួយបានកើតឡើងដូច្នេះផ្លូវនេះត្រូវបានបិទយូស៊ីអូក្រឡេកមើលម៉ោងឃើញថាម៉ោង 12:37 នាទីយប់ហើយគាត់ចាប់ផ្ដើមព្រួយបារម្ភអំពីការលបួងរបស់ព្រះអាក្រក់ដោយឆ្ងល់ថាតើសត្វចម្លែកបានឈ្លានពាននិងសម្លាប់អ្នកភូមិគាត់ដែរឬទេគាត់បានសុំឲ្យថៅកែរបស់គាត់ឈប់ឡានដើម្បីគាត់អាចដើរទៅផ្ទះដោយខ្លួនឯងបានថៅកែរបស់គាត់បានសុំទោសគាត់សម្រាប់ការពន្យាពេលនេះប៉ុន្តែយូស៊ីអូបានធានាគាត់ថាវាមិនអីទេគាត់ចាប់ផ្ដើមរត់ឆ្ពោះទៅផ្ទះរបស់គាត់ដោយគិតអំពីសំណាងអាក្រក់នេះដែលជារឿយៗវាតែងតែនាំឲ្យមានសំណាងអាក្រក់បន្ថែមទៀតហើយសង្ឃឹមថារឿងនេះនឹងមិនកើតឡើងនៅថ្ងៃនេះចុះលុះដល់ម៉ោង 1:23 នាទីរំលងអាធ្រាត្រនោះគាត់ក៏បានរត់ទៅដល់ផ្ទះរបស់គាត់ដោយដកដង្ហើមធំគាត់ឆ្ងល់ថាតើវាមានរយៈពេលប៉ុន្មានឆ្នាំហើយចាប់តាំងពីពេលដែលគាត់រត់ច្រើនបែបនេះដោយមិនខ្ជះខ្ជាយពេលវេលាគាត់បានប្រញាប់ប្រញាល់ទៅបន្ទប់របស់គាត់ហើយមើលអេក្រង់ដោយសង្ឃឹមថាអ្នកភូមិនឹងមានសុវត្ថិភាពគាត់បានមើលទៅហ្គាមដែលកំពុងអង្គុយលើប៉មយាមដោយកាន់ដំបងរបស់គាត់ខណៈពេលដែលអ្នកភូមិដទៃទៀតកំពុងដេកលក់យ៉ាងសុខស្រួលគ្មានសញ្ញាណាមួយដែលបង្ហាញពីការវាយប្រហាររបស់សត្វចម្លែកទេហើយយូស៊ីអូបានដកដង្ហើមធំដោយការធូរស្រាលជាងមុនភ្លាមនោះប្អូនស្រីរបស់គាត់បានលេចមុខនៅមាត់ទ្វាររបស់គាត់ដោយប្រាប់គាត់ថាគាត់មានសម្លេងរំខានខ្លាំងណាស់ទាំងពាក់កណ្ដាលអាធ្រាត្របែបនេះគាត់បែកញើសជោគខ្លួនហើយសម្លឹងមើលនាងដោយពន្យល់ថាគាត់កំពុងប្រញាប់ប្រញាល់បន្តិចរួចគាត់ទៅបិទទ្វារហើយនិយាយថាគាត់នឹងមិនបង្កើតសម្លេងរំខានទៀតទេបន្ទាប់មកនាងក៏បាននិយាយថាគាត់កំពុងតែបែកញើសពេញខ្លួនហើយឯកសណ្ឋានការងាររបស់គាត់ក៏កខ្វក់ទៀតដោយសួរថាតើគាត់បានងូតទឹកហើយឬនៅគាត់បានងាកទៅខាងស្ដាំហើយនិយាយថាគាត់នឹងទៅងូតនៅពេលបន្តិចទៀតប៉ុន្តែនាងក៏គិតថាគាត់កំពុងតែកុហកនាងដោយកត់សម្គាល់ឃើញថាគាត់តែងតែងាកទៅខាងឆ្វេងនៅពេលដែលគាត់និយាយការពិតនាងបានសម្លឹងមើលកុំព្យូទ័ររបស់គាត់ហើយសួរថាហេតុអ្វីបានជាគាត់តែងតែបើកវាចោលមួយរយៈចុងក្រោយនេះដោយឆ្ងល់ថាតើមានព្រឹត្តិការណ៍ពិសេសអ្វីមែនទេដោយភ្ញាក់ផ្អើលគាត់បានសួរនាងថាតើនាងដឹងថាគាត់តែងតែបើកវាចោលដោយរបៀបណាហើយនាងបាននិយាយថាម៉ាក់បានប្រាប់នាងដោយបានណែនាំនាងជាពិសេសកុំឲ្យបិទកុំព្យូទ័ររបស់គាត់យូស៊ីអូនឹកឃើញថាគាត់ធ្លាប់ប្រាប់ម្ដាយគាត់ពីរឿងនេះដែរដូច្នេះប្រហែលជាម្ដាយគាត់ក៏បានប្រាប់ប្អូនស្រីរបស់គាត់ដែរយ៉ាងណាក៏ដោយគាត់មិនអាចពន្យល់ពីហ្គេមនេះដល់នាងបានទេដូចដែលកំណត់ចំណាំបានព្រមានគាត់ថាបើគាត់ប្រាប់គេផ្សេងឲ្យដឹងពីហ្គេមនេះគាត់នឹងមិនអាចមានសិទ្ធិលេងហ្គេមនេះទៀតបានទេគាត់បានប្រាប់នាងថាហ្គេមនេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងហើយគាត់បានពន្យល់ថាប្រសិនបើគាត់ចែករំលែកព័ត៌មានលម្អិតណាមួយគាត់នឹងត្រូវទទួលទោសដូច្នេះគាត់មិនអាចប្រាប់នាងបន្ថែមទៀតបានទេនាងមានអារម្មណ៍ថាវាហាក់ដូចជាលួចលាក់បន្តិចប៉ុន្តែនាងក៏បានព្រមនៅមើលហ្គេមជំនួសគាត់ដោយឲ្យយូស៊ីអូទៅងូតទឹកដោយនិយាយថានាងមិនចង់ឲ្យគាត់ផ្ដាសាយទេគាត់ដឹងថាការឆ្លោះប្រកែកជាមួយនាងនឹងធ្វើឲ្យខាតពេលវេលាដូច្នេះគាត់ក៏យល់ព្រមគាត់បានប្រាប់នាងថាគាត់នឹងត្រឡប់មកវិញឆាប់នេះហើយបានសុំឲ្យនាងតាមដានហ្គេមរបស់គាត់ផងគាត់បានពន្យល់ថាមានព្រឹត្តិការណ៍មួយកំពុងកើតឡើងហើយទោះបីជាគាត់មិនប្រកាសថាវានឹងកើតឡើងនៅពេលណាក៏ដោយក៏គាត់បានសុំឲ្យនាងជូនដំណឹងដល់គាត់ភ្លាមប្រសិនបើតួអង្គណាមួយត្រូវបានវាយប្រហារដោយសត្វចម្លែកនាងបានមើលអេក្រង់ដោយងឿងឆ្ងល់ប៉ុន្តែក៏បានកត់សម្គាល់ថាគាត់ពិតជាចូលចិត្តហ្គេមនេះខ្លាំងណាស់យូស៊ីអូបានដើរទៅងូតទឹកដោយគិតថាគ្រាន់តែលាងមុខមួយភ្លែតគឺគ្រប់គ្រាន់ហើយប៉ុន្តែដោយដឹងថាប្អូនស្រីរបស់គាត់ទំនងជាចោទប្រកាន់គាត់ថាមិនបានងូតទឹកឲ្យបានត្រឹមត្រូវនោះគាត់ក៏ប្រញាប់ប្រញាល់ដុសសាប៊ូហើយងូតទឹកឲ្យបានលឿនតាមដែលគាត់អាចធ្វើបានបន្ទាប់ពីងូតទឹកហើយយូស៊ីអូបានត្រឡប់មកវិញដោយញញឹមហើយអរគុណប្អូនស្រីរបស់គាត់ដែលបានជួយមើលគាត់ប្អូនស្រីរបស់គាត់បានសួរថាម្ដេចបានយូស៊ីអូងូតទឹកលឿនយ៉ាងនេះយូស៊ីអូក៏បានតបទៅវិញថាឲ្យតែបានងូតទឹកហើយសម្អាតញើសរបស់គាត់ចេញនោះគឺវាគ្រប់គ្រាន់ហើយ
បន្ទាប់មកគាត់បានសួរថាតើមានអ្វីកើតឡើងនៅក្នុងហ្គេមដែរឬទេខណៈពេលដែលគាត់មិននៅហើយនាងក៏បានប្រាប់គាត់ថាគ្មានអ្វីផ្លាស់ប្ដូរទេហើយឆ្ងល់ថាហេតុអ្វីបានជាហ្គេមមិនបានផ្លាស់ទីខ្លួនតតែសោះបែបនេះនាងក៏បានសរសើរដល់ក្រាហ្វិករបស់ហ្គេមនេះផងដែរដោយមោទនភាពយូស៊ីអូញញឹមហើយនិយាយថាពួកគេបានវិនិយោគប្រាក់ច្រើនទៅលើការបង្កើតហ្គេមនេះនាងសម្លឹងមើលគាត់ដោយសង្ស័យហើយសួរថាតើគាត់កំពុងលាក់បាំងអ្វីមួយមែនទេព្រោះគាត់តែងតែងាកក្រោយពេលនិយាយជាមួយនាងដោយភ្ញាក់ផ្អើលយូស៊ីអូបានទទួលស្គាល់ថាមានរឿងមួយដែលគាត់កំពុងលាក់បាំងប៉ុន្តែបានធានានាងថាវាមិនមែនជារឿងអាក្រក់អ្វីនោះទេនាងបានសួរថាតើវាជាអ្វីមួយដែលគាត់មិនអាចប្រាប់នាងឬក្រុមគ្រួសាររបស់ពួកគេបានមែនទេហើយគាត់ក៏បានងក់ក្បាលដោយយល់ព្រមបន្ទាប់មកនាងបានក្រោកឈរពីកៅអីដោយនិយាយថានាងនឹងទៅគេងហើយយូស៊ីអូអង្គុយនៅទីនោះដោយគិតថាវាមានរយៈពេលយូរណាស់មកហើយដែលពួកគេបានសន្ទនាគ្នាយ៉ាងយូរបែបនេះគាត់ពិតជារីករាយណាស់ដែលបានឃើញថាទំនាក់ទំនងរបស់ពួកគេកំពុងវិលមករកសភាពដើមវិញបន្តិចម្ដងគាត់ក៏អង្គុយចុះហើយស្កេនរូងភ្នំនៅក្នុងហ្គេមប៉ុន្តែនៅតែគ្មានសញ្ញានៃសត្វចម្លែកណាមួយឡើយគាត់បានដឹងថាគាត់មិនចាំបាច់ប្រញាប់ប្រញាល់ទៅផ្ទះវិញបែបនេះទេប៉ុន្តែគាត់ក៏មានអារម្មណ៍ធូរស្រាលដែលគ្មានអ្វីកើតឡើងពេលដែលគាត់មិននៅដោយឃើញថាឥឡូវម៉ោង 2 ទៀបភ្លឺទៅហើយនៅសល់22ម៉ោងទៀតទើបព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់គាត់ក៏បានប្រាប់ខ្លួនឯងថាគាត់ត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពពេលគាត់ចុះទៅយកអាហារសម្រន់យូស៊ីអូបានគិតថាគាត់ពិបាកក្នុងការដាច់យប់ណាស់ឥឡូវនេះបើធៀបនឹងកាលពីមុនដែលវាជារឿងធម្មតាសម្រាប់គាត់ក្នុងការដាច់យប់ជារៀងរាល់ថ្ងៃនៅថ្ងៃបន្ទាប់យូស៊ីអូនៅតែមិនឃើញមានការវាយប្រហារណាមួយឡើយដោយសារតែរឿងនេះគាត់គិតថាគាត់អាចសម្រាកមួយរយៈខ្លីបានគាត់បានចុះទៅជាន់ក្រោមហើយស្វាគមន៍ក្រុមគ្រួសារគាត់ដោយពាក្យអរុណសួស្ដីមុននឹងដើរទៅកាន់ទូទឹកកកម៉ាក់របស់គាត់បានសួរថាម្ដេចបានជាគាត់ភ្ញាក់លឿនយ៉ាងនេះហើយគាត់បានពន្យល់ថាគាត់មានកិច្ចការខ្លះដែលត្រូវធ្វើដូច្នេះគាត់មិនបានគេងមួយយប់ហើយឪពុករបស់គាត់ក៏បាននិយាយអំពីការខិតខំប្រឹងប្រែងរបស់យូស៊ីអូហើយយូស៊ីអូក៏បានញញឹមដោយខ្មាស់អៀនបន្ទាប់ពីត្រឡប់ទៅបន្ទប់គាត់វិញគាត់បានឃើញថាគ្មានអ្វីផ្លាស់ប្ដូរនៅក្នុងហ្គេមនោះទេប៉ុន្តែអ្នកភូមិឥឡូវបានភ្ញាក់ពីគេងហើយហ្គាមនិងរ៉ូឌូសបានបដូរវេនគ្នាឃ្លាំមើលសត្វចម្លែកចំណែកឯស្រីកំពុងបន់ស្រន់និងសម្អាតផ្ទះរបស់ពួកគេយូស៊ីអូក៏មានអារម្មណ៍ថាគាត់ចង់ឲ្យសត្វចម្លែកមកវាយប្រហារអ្នកភូមិដើម្បីឲ្យគាត់អាចមើលឃើញពីរបៀបដែលគ្រប់យ៉ាងអាចនឹងកើតឡើងប៉ុន្តែផ្នែកមួយទៀតរបស់គាត់ក៏បានសង្ឃឹមថាថ្ងៃនេះនឹងកន្លងផុតទៅដោយគ្មានរឿងអ្វីទៅចោះដោយមានអារម្មណ៍ងងុយគេងគាត់ក៏គិតថានឹងទៅរកកាហ្វេផឹកពេលនោះស្រាប់តែមានអ្វីមួយបានទាក់ភ្នែកគាត់ការប្រកាសមួយបានភ្លឺឡើងនៅលើអេក្រង់ហើយគាត់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលវាបានសរសេរថាការលបួងរបស់ព្រះអាក្រក់បានចាប់ផ្ដើមហើយហ្គាមដែលមានលំពេងនៅក្នុងដៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធយូស៊ីអូបានឃើញថារលកដំបូងនៃការវាយប្រហារនេះគឺជាឆ្កែខ្មៅ5ក្បាលហើយគាត់ក៏ឃើញថាពួកវាមានចង្កូមដែលពុលផងដែរគាត់ឆ្ងល់ថាតើឆ្កែទាំងនោះនឹងចុះចាញ់ហើយដកថយដែរឬទេព្រោះថាវានឹងមិនមានភាពងាយស្រួលនោះទេសម្រាប់ពួកវាក្នុងការចូលទៅខាងក្នុងបន្ទាប់មកឆ្កែមួយក្បាលស្រាប់តែថយក្រោយរួចរត់ទៅមុខហើយលោតពីលើរបងហ្គាមបានឈរជើងយ៉ាងរឹងមាំហើយចាក់សម្លាប់វាយ៉ាងលឿនដោយលំពេងរបស់គាត់ដែលបណ្ដាលឲ្យវាស្លាប់ភ្លាមយូស៊ីអូមានអារម្មណ៍ធូរស្រាលបន្តិចពេលឃើញដូច្នេះទោះជាយ៉ាងណាក៏ដោយឆ្កែ4ក្បាលដែលនៅសល់បានធ្វើរឿងដូចគ្នាហើយខណៈពេលដែលហ្គាមអាចសម្លាប់ឆ្កែបាន2ក្បាលក៏ដោយតែឆ្កែ2ក្បាលទៀតក៏បានរត់ចូលទៅក្នុងភូមិដោយឃើញស្ថានភាពបែបនេះសូម្បីតែយូស៊ីអូក៏ចាប់ផ្ដើមមានអារម្មណ៍តានតឹងដែរប៉ុន្តែហ្គាមបានរត់ទៅរកឆ្កែដែលនៅសល់យ៉ាងលឿនដោយគាត់បានលោតឡើងទៅលើរួចក៏វាយក្បាលរបស់វាដែលបណ្ដាលឲ្យវាស្លាប់ភ្លាមឥឡូវនេះវាជាការប្រកួតមួយទល់នឹងមួយជាមួយឆ្កែដែលសល់ចុងក្រោយហ្គាមបានស្ទុះទៅរកវាហើយក៏បានវាយវាពីក្រោមដោយលំពេងបណ្ដាលឲ្យវាស្លាប់ដែរយូស៊ីអូសម្លឹងមើលហ្គាមដោយមោទនភាពខណៈពេលដែលខារ៉ូនិងឆេមក៏បានបង្ហាញខ្លួនមកដោយរំភើបនិងអបអរសាទរទៅកាន់គាត់ហ្គាមបានព្រមានពួកគេកុំឲ្យចូលមកជិតគាត់ការពីករណីដែលអាចមានសត្វចម្លែកជាច្រើនទៀតនៅជុំវិញប៉ុន្តែរ៉ូឌូសបានធានាគាត់ថាគាត់មិនមានអារម្មណ៍ថាមានការគំរាមកំហែងទៀតទេដូច្នេះវាមិនអីទេដោយសង្កេតឃើញថាមនុស្សគ្រប់គ្នាបានប្រមូលផ្ដុំគ្នាហើយហ្គាមក៏សម្រេចចិត្តសុំជំនួយពីខារ៉ូនិងឆេមគាត់បានសុំពួកគេឲ្យជួយបោះសម្អាតសាកសពសត្វចម្លែកដោយឲ្យបោះវាចោលទៅក្រៅរបងទៅរួចបន្ទាប់មករ៉ូដូសក៏បាននិយាយថាគាត់និងហ្គាមនឹងដោះស្រាយរឿងនេះឡៃឡាព្រិចភ្នែកដាក់ខារ៉ូនិងឆេមរួចហៅពួកគេឲ្យមកជួយធ្វើអ្វីផ្សេងទន្ទឹមនឹងនេះដែររ៉ូឌូសនិងហ្គាមបានចាប់ផ្ដើមធ្វើការរបស់ពួកគេដោយបោះសាកសពសត្វចម្លែកចោលយូស៊ីអូបានមើលអេក្រង់ដោយក្តីរំភើបដោយគិតថាពួកគេបានទប់ទល់នឹងរលកទី1បានយ៉ាងងាយស្រួលហើយពួកគេប្រហែលជាមិនត្រូវការហ្គោលឹមរបស់គាត់ដើម្បីឈ្នះសមរភូមិនេះឡើយតើអ្នកភូមិទាំងនេះអាចរួចផុតពីរលកផ្សេងទៀតក្នុងថ្ងៃល្បួងរបស់ព្រះអាក្រក់នេះទេ
ហើយតើពួកយើងអាចនឹងបានឃើញគោលឹមចេញប្រយុទ្ធនៅក្នុងសមរភូមិនេះដែរឬទេសូមរងចាំទស្សនានៅភាគបន្ត